ការចេញស្វែងរកត្បូងរតនារីពិបាកជាងការប្រើប្រាស់ត្បូងរតនារីព្រោះការស្វែងរកកាន់តែលំបាកការជីកកាន់តែខ្សត់ជាដំបូងខ្ញុំនឹងនាំអារម្មណ៍បងប្អូនមកលេងខេត្តយើងដែលល្បីមួយគឺខេត្តរតនារីបន្ទាប់មកយើងនឹងសម្ដៅទៅស្រុកដែលមានរ៉ែត្បូង Blue Zircon មានដូចជា3ស្រុកបរកែវឈៀងរ៉ាបឡយក្នុងទីតាំងទាំងអស់ហ្នឹងយើងនឹង select រើសទីតាំងមួយបើបង្ហាញបងប្អូនអរគ្នាគឺស្រុកបរកែវគឺជាស្រុកមួយដែលពោពេញដោយភាពល្បីល្បាញរបស់ Blue Zircon ដែលមានទឹកស្អាតនិងពន្លឺចែងចាំងដ៏ល្អជាងគេពីទីរួមខេត្តទៅស្រុកបរកែវមានចម្ងាយ30គីឡូដោយយើងធ្វើដំណើរចេញពីទីរួមខេត្តទៅជាមួយនឹងអមទេសភាពតាមដងផ្លូវយ៉ាងស្រស់បំព្រងជាមួយនឹងសម្រស់ធម្មជាតិហើយក៏មិនអាចភ្លេចក្នុងការប្រុងប្រយ័ត្នក្នុងការបើកបរបានដែរបងប្អូនព្រោះនៅជុំវិញដងផ្លូវសិតតែជ្រោះហើយផ្លូវយើងឡើងចុះខ្វាត់ខ្វែងហ្មងបងប្អូនមើលមានឡានផងមានផ្លូវកោងផងវាមានភាពតាក់ទាញហើយក៏ត្រូវមានការប្រុងប្រយ័ត្នដែរព្រោះធ្វើដំណើរទៅវាប្រឈមមុខគ្រោះថ្នាក់ច្រើនដោយសារនៅចន្លោះដងផ្លូវសិតតែជ្រោះតែជ្រៅពេលដែលធ្វើដំណើរប្រហែលជាកន្លះម៉ោងបងប្អូននឹងឃើញរូបសំណាកមួយអំពីត្បូង Blue Zircon បងប្អូននេះជារូបដែលតំណាងឲ្យស្រុកបរកែវហើយតំណាងឲ្យត្បូង Blue Zircon នៃខេត្តរតនគិរីយើងបងប្អូនមានមោទនភាពទេពេលដែលឃើញរូបតំណាងត្បូង Blue Zircon ដល់ល្បីយើងឲ្យវាធំអញ្ចឹងវាតាក់ទាញដូចជាទៅដៃខ្ញុំអញ្ចឹងបងប្អូនមើលពេលដែលបងប្អូនបានប្រើក៏ដូចជាបានលើកស្ទួយត្បូងខ្មែរហើយបានគ្រប់គ្រងត្បូងខ្មែរការស្វែងរកត្បូង Blue Zircon វាមានភាពលំបាកជាងការពាក់ត្បូង Blue Zircon រួចយើងនឹងធ្វើការបន្តដំណើរទៅក្នុងស្រុកបរកែវដើម្បីទៅមើលរណ្ដៅត្បូងការជីកត្បូងបងប្អូនត្រូវការយកចិត្តទុកដាក់ត្រូវការដាក់កម្លាំងកាយចិត្តត្រូវការមោះមុតហើយរួមផ្សំនឹងសំណាងដែលទៅអាចជីកបានអ្នកខ្លះគាត់អត់សូវមានសំណាងជីកទៅអត់បានឬក៏បានទូចតែពេលបងប្អូនដែលមានសំណាងក៏ជីកភ្លាមក៏អាចបះបានគ្រាប់ធំឬគ្រាប់ដែលស្អាតតែគណៈត្បូងយើងឥឡូវចាប់ដើមខ្សត់វាមិនសូវមានហើយក៏មិនសូវសម្បូរដូចពីមុនដែរជំហានទី2ខ្ញុំនឹងនាំបងប្អូនទៅតំបន់មួយទៀតហៅថាបឡយគឺជាតំបន់មួយដែលមានរ៉ែត្បូងរតនគិរីយើងដែរដែលយើងធ្វើតាមរយៈតាមរយៈរ៉ែទឹកនិងធ្វើការជីកនៅចន្លោះដងអូរហ្នឹងហើយការស្វែងរកតាមរយៈដងអូរនេះក៏ជារឿងដែលលំបាកព្រោះពេលខ្លះយើងរកបានទូចព្រោះត្បូងយើងកាន់តែខ្សត់ទៅវាគ្រាន់ថាទូចក៏មានតម្លៃបែបទូចធំមានតម្លៃបែបធំដូច្នេះហើយត្បូងយើងជារបស់ដែលមានតម្លៃព្រោះការស្វែងរកគឺប្រឈមមុខនឹងឧបសគ្គនឹងការពុះពារយ៉ាងលំបាកទៅបានមួយគ្រាប់ដូច្នេះហើយទៅការរកក៏ត្រូវការមានសំណាងមានហុងស៊ុយទៅរកបានហើយអ្នកប្រើអ្នកពាក់ក៏មានហុងស៊ុយប្រើទៅជួយលើកដស័យជួយឲ្យរុងរឿងរីកចម្រើនជារបស់ធម្មជាតិមួយដែលកម្រស្ថិតនៅក្រោមដីដ៏ជ្រៅ